ទីក្រុងគៀវនឹងបញ្ជាទិញយន្តហោះចម្បាំង Gripen ប្រមាណជា100គ្រឿងពីប្រទេសស៊ុយអែតយើងតាមការចេញផ្សាយរបស់អធិរដ្ឋាភិបាលទីក្រុងគៀវនិងស្តុកហូលបានយល់ព្រមធ្វើការលើកកិច្ចសន្យាអាវុធរយៈពេលវែងដ៏សំខាន់មួយដែលស៊ុយអែតនឹងផ្ដល់យន្តហោះចម្បាំង Gripen ដែលផលិតក្នុងស្រុកពី100ទៅ150គ្រឿងនេះបើតាមការអះអាងរបស់លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែននិងនាយករដ្ឋមន្ត្រីស៊ុយអែតបានប្រកាសកាលពីថ្ងៃពុធម្សិលមិញរួមគ្នាជំនួបរវាងមេដឹកនាំទាំងពីរបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសភាអ៊ុយក្រែនបានអនុម័តវិសោធនកម្មថវិកាឆ្នាំនេះដែលបានបង្កើនការចំណាយយោធាបន្ថែមប្រមាណជា 7.7 លានដុល្លារដែលនាំឲ្យវាឈានដល់កំណត់ត្រា 70.86 លានដុល្លារភាគីទាំងពីរមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនោះទេដោយប្រទេសស៊ុយអែតគ្រាន់តែបញ្ជាក់ថាបានចុះហត្ថលេខាលើលិខិតជាសំណើរបស់អ៊ុយក្រែនដោយឡែកលោក Zelensky បានទទូចថាភាគីទាំងពីរគួរតែធានាថាកងកម្លាំងរបស់គៀវចាប់ផ្ដើមប្រតិបត្តិការយន្តហោះ Gripen យ៉ាងលឿនបំផុតនៅឆ្នាំក្រោយអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bright